សួស្តីបងប្អូនទាំងអស់គ្នាថ្មីៗនេះតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានហក់ឡើងយ៉ាងខ្ពស់កប់ពពកដល់ទៅជាង$110ក្នុងមួយធុងបារ៉ែលដោយសារតែការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump អឺជំវិញការវាយប្រហារទៅលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ហើយអ៊ីរ៉ង់ក៏គំរាមទៅវិញថាប្រសិនណាប្រធានាធិបតីអាមេរិកហ៊ានវាយប្រហារទៅលើរោងចក្រថាមពលរបស់ខ្លួននោះខ្លួននឹងបើកការវាយប្រហារទៅលើរោងចក្រថាមពលទាំងអស់នៅតំបន់ជើងសមុទ្រអារ៉ាប់អញ្ចឹងថ្ងៃនេះយើងនឹងបកស្រាយពីវិបត្តិព្រៃដ៏ធំនេះតើវាធ្ងន់ធ្ងរដល់កម្រិតណាហើយហេតុអ្វីបានជាលោក Donald Trump បានក្លាយជាអ្នកផ្លាស់ប្ដូរស្ថានភាពនេះត្រឹមតែមួយប្រព្រិចភ្នែកប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានទម្លាយឲ្យដឹងថាតាំងពីសង្គ្រាមចាប់ផ្ដើមពិភពលោកបានខាតបង់ប្រេងប្រមាណ11លានធុងបារ៉ែលជារៀងរាល់ថ្ងៃតួលេខនេះគឺធំធេងណាស់ពោលគឺវាធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចវិបត្តិប្រេងធំៗទាំងពីរលើកនៅទសវត្សរ៍ឆ្នាំទី70បញ្ចូលគ្នាទៅទៀតដើម្បីសង្គ្រោះស្ថានភាពនេះអឺទីភ្នាក់ងារថាមពលអន្តរជាតិបានបញ្ចេញប្រេងបម្រុងបន្ទាន់ចំនួន400លានធុងដើម្បីទម្លាក់តម្លៃប្រេងឲ្យនៅទាបបន្តិចបើយើងស្ដាប់ទៅហាក់ដូចជាច្រើនមែន400លានធុងប៉ុន្តែតាមការពិតតម្រូវការប្រើប្រាស់ពិភពលោកគឺមានរហូតទៅដល់100លានធុងនៅក្នុងពេលតែមួយថ្ងៃដូច្នេះមានន័យថា400លានធុងដែលទីភ្នាក់ងារថាមពលបញ្ចេញមកហ្នឹងដែលមានតួលេខយ៉ាងធំសម្បើមហ្នឹងតាមការពិតគឺអាចប្រើប្រាស់បានតែ4ថ្ងៃប៉ុណ្ណោះប្រទេសនីមួយៗមានប្រេងបម្រុងរៀងៗខ្លួនឧទាហរណ៍ដូចជាអាមេរិកមាន415លានធុងគឺប្រើប្រាស់ប្រហែលជាបាន125ថ្ងៃចិនមាន900លានធុងអាចប្រើប្រាស់បានរហូត90ថ្ងៃជប៉ុនមាន260លានធុងប្រើប្រាស់បានប្រហែល100ថ្ងៃប៉ុន្តែការប្រើប្រាស់ប្រេងបម្រុងទាំងអស់នេះគ្រាន់តែដើម្បីទិញពេលវេលាប៉ុណ្ណោះវាមិនមែនជាដំណោះស្រាយជាអចិន្ត្រៃយ៍នោះទេដូច្នេះដំណោះស្រាយតែមួយគត់និងសំខាន់បំផុតនោះគឺការបើកច្រកសមុទ្រអក់មូសឡើងវិញគឺមិនមែនការបញ្ចេញប្រេងបម្រុងអឺដើម្បីប្រើប្រាស់ទេព្រោះនោះគឺជាដំណោះស្រាយបណ្បណ្ដោះអាសន្នប៉ុណ្ណោះអ្នកជំនាញបានលើកឡើងថាប្រេងច្រើនជាង20%នៅលើពិភពលោកមានន័យថា1/5នៃប្រេងដែលប្រើប្រាស់សប្តាហ៍ថ្ងៃនៅទូទាំងពិភពលោកគឺឆ្លងកាត់តាមច្រកសមុទ្រមួយនេះដូច្នេះប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រដ៏ចង្អៀតមួយនេះទាំងស្រុងនោះតម្លៃប្រេងអាចហក់ទៅដល់$300ក្នុងមួយធុងអញ្ចឹងយើងសម័យមើលឥឡូវហ្នឹងប្រេងមួយធុងគឺមានតម្លៃអឺ100ជាងឬក៏ក្រោម100តិចតួចហើយការប្រើប្រាស់ប្រេងសាំងយើងសប្តាហ៍ថ្ងៃគឺឡើងរហូតដល់ជាង20%ចុះតម្រាំ$300ក្នុងមួយបារ៉ែលដូចអ្នកជំនាញវិភាគមែននោះតម្លៃប្រេងនឹងហក់ឡើងខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកទោះជាយ៉ាងណាចំណុចដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺលោក Donald Trump បានបង្ហោះសារត្រឹមតែ8បន្ទាត់ប៉ុណ្ណោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកគឺ Truth Social គាត់បានប្រកាសថាពន្យារពេលការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់រយៈពេល5ថ្ងៃនិងបានប្រាប់ថានឹងមានការចរចាប្រកបដោយស្ថាបនាជាមួយនឹងភាគីអ៊ីរ៉ង់តើបងប្អូនដឹងអត់គ្រាន់តែសារប៉ុន្មានជួរនេះវាមានឥទ្ធិពល
ជាងការបញ្ចេញប្រេង400ធុងបារ៉ែលទៅទៀត។ វាបានទាញទម្លាក់តម្លៃប្រេងពី$112មកនៅត្រឹមតែ9$97 ប៉ុណ្ណោះពោលវាធ្លាក់ចុះរហូតដល់ជាង13%ត្រឹមតែប្រមាណនាទីប៉ុណ្ណោះយ៉ាងណាមិញក្រសួងការបរទេសអ៊ីរ៉ង់មិននៅស្ងៀមទេដោយបានឆ្លើយតបថាពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គឺគ្រាន់តែជាអឺយុទ្ធសាស្ត្រទិញពេលវេលាដើម្បីរៀបចំផែនការយោធា និងទម្លាក់តម្លៃប្រេងសកលលោកប៉ុណ្ណោះអេរ៉ុំថែមទាំងបញ្ជាក់ចំហថាខ្លួនមិនមែនជាអ្នកចាប់ផ្ដើមសង្គ្រាមនេះមុននោះទេជារួមសរុបមកទីផ្សារប្រេងពិភពលោកបច្ចុប្បន្នគឺកំពុងស្ថិតនៅក្នុងភាពរង្គោះរង្គើខ្លាំងហើយយើងឃើញថាវារាល់ពាក្យសម្ដីរបស់មេដឹកនាំកម្ពុជាជាពិសេសគឺប្រធានាធិបតីអាមេរិកលោក Donald Trump គឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចនិងតម្លៃប្រេងដែលយើងប្រើប្រាស់រៀងរាល់ថ្ងៃតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះបញ្ហានេះតើតម្លៃប្រេងអាចនឹងបន្តធ្លាក់ចុះឬហក់ឡើងវិញចូល comment យោបល់របស់បងប្អូននៅខាងក្រោមផងប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច like subscribe channel របស់យើងនិង share វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់បងប្អូនដើម្បីទទួលបានព័ត៌មាននិងការចែករំលែកបន្តទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀត